ចាឥឡូវបងទាកូនរបស់ខ្ញុំខ្ញុំបានយកមកដុសទឹកឲ្យស្អាតបានស្អាតបងប្អូនមុននឹងយើងយកទៅចំហុយយើងត្រូវតែដុសទឹកឲ្យបានសយើងដុសពីទឹកអញ្ចឹងទៅណាបងប្អូនព្រោះកុំឲ្យវាមានជាប់ប្រឡាក់ខុសប្រឡាក់អាចអីអញ្ចឹងណាយើងដោយស្អាតអញ្ចឹងណាពេលដែលយើងយកទៅដាក់ក្នុងចំហុយទៅគឺវាមានធំក្លិនលាងបានរួចរាល់ស្អាតអស់ហើយបងប្អូននេះពួកខ្ញុំលាងបាន3-4ទឹកហើយអញ្ចឹងស្អាតហើយចាឥឡូវនាងខ្ញុំរៀបចំមកយកពងទាយកមកចំហុយយកមកចំហុយឲ្យឆ្អិនហើយបានខ្ញុំអាចយកបងប្អូនឥឡូវខ្ញុំចង់ធ្វើសុខជីឈួនអញ្ចឹងហើយខ្ញុំមានបន្លែខ្លួនឯងស្រាប់មានដូចជាបកគោកញ្ចប់អញ្ចឹងខ្ញុំដាក់បកគោកញ្ចប់ម្ដុំម្ដុំចិត្តក្រោយម្ដុំសម្លជូនម្ដុំបងប្អូនហើយនឹងពុតបារាំងបន្តិចទៅព្រោះដោយសារតែខ្ញុំមានបន្លែលក់នៅផ្ទះខ្លួនឯងអញ្ចឹងខ្ញុំអត់ពិបាកដើរទៅទិញគេទេពេលណាដែលខ្ញុំចង់ញ៉ាំមុខម្ហូបអីទៅគឺខ្ញុំមានមុខម្ហូបខ្លួនឯងស្រាប់ខ្ញុំអត់បានដើរផ្សារឲ្យបងប្អូនមកបងប្អូនផ្ទះរបស់ខ្ញុំទៅមកដើរនៅទីផ្សារដែរខ្ញុំរៀបចំហាន់បន្លែបដាឲ្យបងប្អូនទឹកព្រាល់នេះគឺយើងហាន់គល់វាស្អាតមកតបមកយើងចាប់ផ្ដើមបកគោហាន់បកគោជាចំណិតបងប្អូនគឺបកគោរបស់ខ្ញុំដាក់បកគោដុំធំនោះបកគោកញ្ចប់បែបនេះបងប្អូនអានេះបកគោទូចតាមចំណូលចិត្តផងទារបស់ខ្ញុំបានឆ្អិនហើយបងប្អូនឥឡូវខ្ញុំលើកយកមកត្រាំទឹកលើកត្រាំទឹកឲ្យត្រជាក់បងប្អូនដើម្បីយើងយកមកបកពេលត្រជាក់បានយើងស្រួលបកត្រាំទឹកអញ្ចឹងយ៉ាងមកបងប្អូនទឹកជាយើងណាចាឥឡូវនេះបន្លែរបស់ខ្ញុំបានហាន់រួចរាល់ហើយបងប្អូនឥឡូវខ្ញុំយកមកលាងស្អាតចាំតែស្អាតយើងលាងពីទឹកទឹកហើយបងប្អូនបានស្អាតបន្លែរបស់ខ្ញុំលាងចូលគ្នាទាំងដងហើយខាត់ហើយចិនណាបងប្អូនតពួនស្រែក៏បានតពួនចិនក៏បានដែរឲ្យតែបងប្អូនចូលចិត្តញ៉ាំទុកដាក់អីក៏បានក៏ត្រូវដែរដាក់បន្លែអីក៏បានដែរកូនបខំចាឥឡូវបងប្អូនយើងចាប់ផ្ដើមបកពងទាកូនមិញយើងស្ងោរបានរួចរាល់ហើយអញ្ចឹងយើងមកបកឲ្យឃើញប្រឡងចេះមកស្អាតបងប្អូនហើយចូលជាតិបានល្អគឺខ្ញុំបង្ហាញអំពីធ្វើទឹកតៅហ៊ូបងប្អូនអញ្ចឹងខ្ញុំធ្វើទឹកជ្រលក់មុនពេលយើងធ្វើទឹកជ្រលក់បានរួចរាល់បានយើងចាប់ផ្ដើមចម្អិនទឹកជ្រលក់របស់ខ្ញុំគឺខ្ញុំធ្វើទឹកតៅហ៊ូហ្នឹងគឺខ្ញុំកិនយកស្លឹកក្រៀមហ្នឹងជ្រុំតៅហ៊ូឲ្យម៉ត់បានល្អមកបងប្អូនហើយចាំយើងលាយគ្រឿងតាមក្រោយចឹងបានម៉ាត់រួចរាល់ហើយបងប្អូនតៅហ៊ូរបស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសជាមួយនឹងម្ទេសគ្រាប់បងប្អូនគឺខ្ញុំបានច្រាំរួចរាល់ហើយបងប្អូនគឺលាយចូលគ្នាមកហើយយើងច្បល់ចូលគ្នាឲ្យបានសព្វហើយយើងដាក់ទឹកដោះគោខាប់ទឹកដោះគោខាប់យើងដាក់មកល្មមđểបងប្អូនចូលចិត្តណាបងប្អូនយើងចូលចិត្តរៀងផ្អែមខ្លាំងយើងដាក់រៀងច្រើនមកតែបើយើងចូលចិត្តរសជាតិបែបល្មមយើងដាក់តាមដែរចំណូលចិត្តដែលយើងចង់បានទឹកតៅហ៊ូរបស់ខ្ញុំហ្នឹងគឺខ្ញុំបានច្បល់ជាមួយម្ទេសនិងខ្ទឹមហើយបងប្អូនខ្ទឹមសយើងហ្នឹងហើយបន្ទាប់មកគឺយើងដាក់ស្ករស
ចំណងចំណូលចិត្តដែលយើងចង់បានរសជាតិឆ្ងាញ់គឺយើងដាក់តាមនឹងមកបងប្អូននេះគឺចំណងចំណូលចិត្តតាមគ្រួសាររបស់នាងខ្ញុំទេចាគឺខ្ញុំស្រាប់នេះចេញជាមួយមកស្រាប់ទីបាយទេហើយបន្ទាប់មកគឺយើងកូរច្បល់ឲ្យសព្វគ្រឿងមកឲ្យចូលជាតិគ្នាបានល្អហើយគឺយើងចាប់ផ្ដើមដាក់ក្រូចឆ្មាដាក់ប្រហែលផ្លែក៏បានដែរឲ្យតែល្មមជូរបងប្អូនចាបងប្អូនទឹកជ្រលក់របស់ខ្ញុំបានធ្វើឲ្យរួចរាល់ហើយបងប្អូនគឺដាក់តាមរសជាតិដែលខ្ញុំបានប្រាប់ហ្នឹងមកគឺល្មមឆ្ងាញ់មែនតើបងប្អូនគឺរួចរាល់ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះស្រីទូមកលើកមុខម្ហូបមួយដែលមានថាស៊ុបពងទាកូនស៊ីឈាន់បងប្អូនគឺស៊ុបពងទាកូនស៊ីឈាន់របស់យើងគឺមានគ្រឿងទេសដូចជាមានដុំស៊ីឈាន់បងប្អូនគឺប្អូនរបស់ខ្ញុំគាត់បានទិញផ្ញើមកពីប្រទេសចិនបងប្អូនហើយនេះពងទាកូនហើយមានដូចជាទឹកដងបងប្អូនគឺខ្ញុំបានឲ្យក្មួយស្រីរបស់ខ្ញុំទៅទិញយកមកឲ្យហើយនេះមានដូចជាគ្រឿងទឹកត្រីស្ករប៊ីចេងដែលខ្ញុំដាក់ចូលគ្នាឲ្យរួចរាល់បងប្អូនហើយនេះទឹកដោះគោឆៅបន្លែរបស់ស៊ុបរបស់យើងគឺមានដូចជាតកួនចិនផ្សិតព្រិលហើយនេះម្ទេសក្រៀមបងប្អូនម្ទេសក្របរបស់យើងហ្នឹងហើយនេះផ្សិតម្ជុលហើយនេះគឺស្ពៃបុកគោបងប្អូនបុកគោកញ្ចប់និងបុកគោដុំដែលខ្ញុំបានហាន់ចូលលាយគ្នាបងប្អូនហើយនឹងនេះសំខាន់ជាងគេគឺពោតរបស់យើងតែម្ដងបងប្អូនគឺបើសិនជាយើងអត់ដាក់ពោតទេដូចជាវាមិនដំណងអញ្ចឹងយើងដាក់ពោតមកដើម្បីមានរសជាតិឆ្ងាញ់ដងរបស់ខ្ញុំគឺមានចំនួន2ផ្លែបងប្អូនបើបងប្អូនចង់បានទឹកគ្រឿងច្រើនជាងហ្នឹងបងប្អូនដាក់2 3ផ្លែអញ្ចឹងទៅណាបងប្អូនហើយយើងកូរវាឲ្យវារលាយសព្វចូលគ្នាមកបងប្អូនស៊ុបយើងបានសព្វល្អហើយបានពុះល្អហើយបងប្អូនអញ្ចឹងហើយគឺខ្ញុំចាប់តាមដាក់ពោតមុនដាក់ពោតឲ្យបានឆាប់ឆ្អិនបងប្អូនបន្ទាប់មកគឺយើងដាក់ពងទាកូនចូលបងប្អូនអូយចាប់ដៃត្មងទៅបងប្អូនឲ្យស្រួលជាងហើយបានលឿនយើងដាក់ពងទាកូនចូលពងទាកូនរបស់យើងអត់អាចដាក់ទាំងមូលបានទេណាបងប្អូនមកដាក់ទាំងមូលអត់ចូលជាតិឆ្ងាញ់ទេអញ្ចឹងហើយក៏តែយើងបកឲ្យយើងមើលទៅរង្វង់អញ្ចឹងទៅបានចូលជាតិសក់បានល្អបងប្អូនជាតិបានចូលជាតិឆ្ងាញ់ចាបន្ទាប់ពីខ្ញុំដាក់ពងទាកូនហើយបងប្អូនគឺខ្ញុំដាក់ទឹកត្រីបន្តិចមកស្ករប៊ីចេងមកដាក់តែប៉ុណ្្នឹងមកបងប្អូនខ្ញុំធ្វើគ្រឿងតែប៉ុណ្្នឹងមកព្រោះអីស៊ុបស៊ីឈាន់របស់យើងនេះគឺមានរសជាតិស្រាលហើយយើងគ្មានថែមគ្រឿងអីញ៉ៃញ៉ៃទេបងប្អូនដាក់តែប៉ុណ្្នឹងមកហើយយើងចាប់តាមដាក់ម្ទេសក្រៀមរបស់យើងមកឲ្យវាមានរសជាតិឥឡូវស៊ុបរបស់យើងគឺទឹកបានពុះល្អហើយបងប្អូនអញ្ចឹងគឺខ្ញុំចាក់ទឹកដោះគោបន្ថែមពីលើដើម្បីឲ្យមានរសជាតិឈ្ងុយហើយបន្ទាប់មកខ្ញុំដាក់បន្លែតែម្ដងបងប្អូនសុទ្ធម្ជុលខ្ញុំដាក់បន្លែសក់មុខមកបងប្អូនបន្លែដែលយើងបានធ្វើឲ្យរួចរាល់ហ្នឹងហើយមានរសជាតិស៊ុបរបស់យើងក៏មានបន្លែបានមានរសជាតិឆ្ងាញ់យើងយកមករបស់ខ្ញុំគឺបានឆ្អិនហើយបងប្អូនឆ្អិនរួចរាល់ហើយអញ្ចឹងខ្ញុំភ្លក់មើលថ្ងៃណាបងប្អូនអើយទុកទីឈាន់របស់យើងនេះទីឈាន់បងប្អូនល្មមឲ្យបងប្អូនរួចរាល់ល្មមឆ្ងាញ់ចាស៊ុបរបស់ខ្ញុំគឺបាន
ឆ្អិនរួចរាល់ហើយបងប្អូនទីឈ្មោះរបស់ខ្ញុំគឺបានឆ្អិនរួចរាល់ហើយបងប្អូនអញ្ចឹងសូមអញ្ជើញពុកម៉ែបងប្អូនជើងពិសាសុខទីឆ្លងជាមួយនឹងគ្រួសារខ្ញុំអាគ្នាបងប្អូនចាពងទាកូនរបស់យើងគឺល្អណាស់បងប្អូនពងទាស្រែធម្មជាតិសុទ្ធបងប្អូនគឺជាតិឆ្ងាញ់តែម្ដងយើងដាក់អញ្ចឹងហើយយើងដាក់ថែមទឹកជ្រលក់បន្តិចមកអូយឆ្ងាញ់ចិត្តហ្មងឆ្ងាញ់ណាស់បងប្អូនខ្ញុំមកថែមទឹកជ្រលក់បន្តិចទៀតបង